各位同学们，大家好！欢迎各位来到李老师的汉语课堂。បាទស្វាគមន៍អ្នកនរគ្នាមកកាន់ថ្នាក់ភាសាចិន ASKP បន្តទៀតហើយថ្ងៃនេះដែរយើងមកបន្តមេរៀនទី1របស់យើង9月去北京旅游最好ចឹងយើងមើលទាំងអស់គ្នាតើនៅក្នុង Q&E របស់យើងមានការតបសន្ទនាបែបនេះខ្លះចឹងយើងមើលទាំងអស់គ្នា那我们先来看一下 Q&E 的对话 OK ចឹង Q&E គេថា在学校在学校បានន័យថានៅសាលារៀនអញ្ចឹង学校យើងប្រែថាសាលារៀនមែនទេចឹង A ហើយនិង B ក៏សន្ទនាគ្នា A 说 A ក៏និយាយថា我要去北京旅游你觉得什么时候去最好 OK 再读一遍តោះជាការម្ដងទៀត我要去北京旅游你觉得什么时候去最好 OK អញ្ចឹង A ក៏និយាយថាខ្ញុំត្រូវទៅដើរលេង旅游ដើរលេងមានខ្ញុំត្រូវទៅដើរលេងនៅទីក្រុងប៉េកាំងឬក៏ខ្ញុំត្រូវទៅធ្វើដំណើរកម្សាន្តនៅទីក្រុងប៉េកាំង你觉得អញ្ចឹងពេល觉得យើងប្រែថាគិតថា你觉得អ្នកគិតថាអញ្ចឹងតើអ្នកគិតថា什么时候បានន័យថាពេលណាអញ្ចឹងពេល什么时候គឺយើងប្រើជាមួយគ្នាពេលណា去最好最好ល្អបំផុតអញ្ចឹង去最好មានថាល្អបំផុតទៅដើរលេងល្អបំផុតអញ្ចឹងយើងសរុបឡើងវិញគេថាខ្ញុំត្រូវទៅដើរលេងនៅទីក្រុងប៉េកាំងតែអ្នកគិតថាទៅពេលណាដែលល្អបំផុតទៅពេលណាដែលល្អបំផុតអូខេអញ្ចឹង A 问 B ក៏សួរបែបហ្នឹងអញ្ចឹង B 回答 B ក៏ឆ្លើយថា9月去北京旅游最好9月去北京旅游最好អញ្ចឹងបានន័យថាខែ9ទៅដើរលេងនៅទីក្រុងប៉េកាំងគឺល្អបំផុតអូខេខែ9ទៅដើរលេងឬក៏ទៅធ្វើដំណើរកម្សាន្តនៅទីក្រុងប៉េកាំងគឺល្អបំផុតចឹង A 又问 A ក៏សួរទៀតថា为什么បានន័យថាហេតុអ្វីបានជាខែ9ហ្នឹងត្រូវលេងនៅទីក្រុងប៉េកាំងក៏ល្អបំផុតចឹង B ក៏回答 B ក៏ឆ្លើយ9月的北京天气不冷也不热អញ្ចឹង9月的北京天气不冷也不热ចឹងបានន័យថាអាកាសធាតុខែ9នៅទីក្រុងប៉េកាំងអញ្ចឹងយើងបកប្រែខាងក្រោយទៅនេះមុនអាកាសធាតុនៅទីក្រុងប៉េកាំងក្នុងខែ9ហ្នឹងមិនត្រជាក់លើយើងប្រែថាត្រជាក់ដល់ពេលពុលលើមិនត្រជាក់也不热ក៏មិនក្តៅដែរ也不热អូខេអញ្ចឹងយើងសរុបឡើងវិញចឹង A ក៏សួរ B ថាខ្ញុំទៅដើរលេងនៅទីក្រុងប៉េកាំងតែអ្នកគិតថាទៅពេលណាល្អបំផុតអញ្ចឹង B ក៏ឆ្លើយថាខែ9ទៅដើរលេងគឺល្អបំផុតអញ្ចឹង B A ក៏សួរទៀតថា为什么ហេតុអ្វីអញ្ចឹង B ក៏ឆ្លើយថាដោយសារតែអាកាសធាតុខែ9នៅទីក្រុងប៉េកាំងហ្នឹងមិនត្រជាក់ហើយក៏មិនក្តៅដែរអូខេ那课文一老师已经给大家讲完了，那我们现在就来看一下课文一的一个小联系。OK，chứ nhưng mà cột lồng hạt mũi nó không课文一របស់យើង OK，来看一下。好，那我们来读一下没有拼音的。chứ nhưng ăn thì tới cái là mình拼音老师给你们读一下，đó là sự nói hai trong khi dân riêng ăn rồi này. OK，在学校，在学校。哎，我要去北京旅游，你觉得什么时候去最好 ？B， 9月去北京旅游最好。哎，为什么 ？B， 9月的北京天气不冷也不热。OK， 老师已经给大家读完了。ចឹងឥឡូវលោកសើបានអានឲ្យគ្នាយើងរួចហើយអញ្ចឹងអ្វីដែលនៅសល់ឬក៏បើសិនជាយើងមានពេលទំនេរយើងអាចយកវាមកអានខ្លួនឯងបាន那现在我们来继续看课文了，正好来用到的干课文二របស់យើង OK 课文二ចឹង课文二给他来看一下给他看照片ចឹងបានន័យថាមើល照片រូបថតចឹងមើលរូបថតអញ្ចឹង A និង B ដដែល A 说 A 问 B ក៏និយាយក៏សួរទៅកាន់ B ថា你喜欢什么运动你喜欢什么运动បានន័យថាតើអ្នកចូលចិត្តកីឡាអ្វីតើអ្នកចូលចិត្តកីឡាអ្វីចឹង B 回答 B ក៏ឆ្លើយថា我最喜欢踢足球我最喜欢踢足球ចឹងបានន័យថាខ្ញុំចូលចិត្តលេងបាល់ទាត់បំផុតចឹង最喜欢មានថាចូលចិត្តបំផុតចឹងគាត់ចូលចិត្តលេងបំផុតគឺ踢足球លេងទាត់បាល់ទាត់ចឹង 踢 យ៉ាងប្រែទាត់ណា足球យ៉ាងប្រែថាបាល់ទាត់អូខេ这个叫球这个នេះគេហៅ球ណាគ្នាយ៉ាងដល់ពេលសកម្មភាពនេះគឺគេហៅថា踢足球 OK 踢足球好那我们来看下一个ឥឡូវយើងមើល A กับ B A 跟着กัน B ទៅថា下去
我们一起去踢足球吧下去我们一起去踢足球吧អញ្ចឹងតទៀតយើងអញ្ចឹងមកតិចទៀតយើងនឹងទៅតតបាល់ជាមួយគ្នាទៅទៅតតបាល់ជាមួយគ្នាទៅអញ្ចឹង 一起 យើងប្រែថាជាមួយគ្នា去踢足球ទៅតតបាល់ជាមួយគ្នាទៅអញ្ចឹង下去មកនៅពេលដែលគាត់ចុះទៅក្រោមទៅឧទាហរណ៍តែនៅឥឡូវហ្នឹងគាត់កំពុងតែនៅជាន់លើចែកលោស្រង់គាត់នៅជាន់លើអញ្ចឹងគាត់ថា下去ចុះទៅក្រោមអញ្ចឹងចុះទៅក្រោមទៅតតបាល់ជាមួយគ្នាទៅអូខេចឹង B ក៏ឆ្លើយថាហៅបានតាល្អតាអញ្ចឹងហៅហ្នឹងយើងអានចប់គ្នាមកណាយើងកុំអានហៅកុំអានដាច់បែបហ្នឹងគឺយើងអាននិយាយថាហៅបានតាល្អតាអូខេអញ្ចឹងបានន័យថា A ក៏សួរទៅកាន់ B តើចូលចិត្តកីឡាអ្វីអញ្ចឹង B ក៏ឆ្លើយថាគាត់ចូលចិត្តបាល់ទាត់បំផុតហើយ A ក៏សួរថាហើយ A ក៏និយាយទៅកាន់ B ថាអញ្ចឹងពួកយើងទៅទាត់បាល់ជាមួយគ្នាទៅនៅពេលដែលយើងចុះទៅក្រោមឬក៏ពួកយើងចុះទៅក្រោមទាត់បាល់ជាមួយគ្នាទៅ B ឆ្លើយថាហៅតែគាត់ថា A កំពុងតែបបួល B OK ចឹងឥឡូវយើងមើលទៅខាងមុខទៀត没有拼音那同学们来读一下តើឥឡូវគ្នាយើងអានសិនទៅ OK 来读一下有不会的词或者不会的句子បើសិនជាយើងអត់ចេះពាក្យណាឬក៏ប្រយោគមួយណាយើងអាចបកទៅខាងក្រោយបានគឺ往后看 OK ឥឡូវ老师再给你们读一遍吧ឥឡូវ老师អានឡើងម្ដងទៀត看照片哎，你喜欢什么运动？B，我最喜欢踢足球。哎，下去我们一起去踢足球吧。B，好啊，好啊。OK， ចឹងខុសមិនរបស់យើងបញ្ចប់ដំណឹងអូខេខុសមិនរបស់យើងបញ្ចប់ដំណឹងអញ្ចឹងបើសិនជាគ្នាយើងមានសំណួរតទៅជាមួយនឹង Q&A ដែលយើងរៀនអំញ្ញមិញគឺយើងអាចសួរលសឿននៅក្នុង comment ខាងក្រោមបានអញ្ចឹងវីដេអូរបស់យើងបញ្ចប់ដំណឹងយើងនឹងបន្តទៅកាន់វីដេអូខាងក្រោយហើយយើងនឹងរៀនទៅកាន់ Q&A ជាមួយនឹង Q&A ជាមួយនឹង Q&A អូខេតើឥឡូវយើងបញ្ចប់ដំណឹងទៅ谢谢同学们的观看我们下次再见哦下次再见哦